វីដេអូនេះគឺជាការណាត់ជួបជាមួយនឹងដុកទ័រតែមិនមែនជាលើកទី1ទេចាគឺលើកទី3ទី4ឯបងប្អូនពីព្រោះថាពេលដែលយើងមុននឹងសម្រេចចិត្តធ្វើថ្មិញហ្នឹងគឺយើងត្រូវមកជួបដុកទ័រដើម្បីឲ្យគាត់ផ្ដល់យោបល់និងប្រឹក្សាឲ្យយើងច្រើនដំណាក់កាលពីព្រោះថាមុននឹងធ្វើហ្នឹងគឺគាត់បានណែនាំយើងត្រូវធ្វើអីខ្លះហើយគាត់ត្រូវការពិនិត្យយ៉ាងលម្អិតចាមានការថត X-ray ជាច្រើនដងដែរតម្រាំតើបានមកជួបគាត់ម្ដងទៀតហើយសម្រេចចិត្តនឹងធ្វើតែម្ដងក្នុងថ្ងៃនេះចានិយាយទៅយើងសម្រេចចិត្តធ្វើហ្នឹងគឺតាំងពីដំបូងថ្មីហ្នឹងបងប្អូនគ្រាន់តែថាយើងអត់ទាន់បានធ្វើគឺយើងរងចាំមានការថតចុះថតឡើងនិងការពិនិត្យឲ្យច្បាស់ពីដុកទ័រហើយគាត់នឹងសម្រេចថាត្រូវធ្វើយ៉ាងម៉េចចំពោះថ្មិញកូនប្រុសខ្ញុំដោយសារតែថ្មិញកូនប្រុសខ្ញុំកាលពីទូចមកបងប្អូនគាត់ធម្មតាថ្មិញពីកណ្ដាលវាទូចអញ្ចឹងវាដុះមកស្មើស្អាតអត់មានបញ្ហាអីទេប៉ុន្តែក្រោយពេលដែលថ្មិញកំណើតចាប់ដើមជ្រុះអញ្ចឹងថ្មិញថ្មីដែលដុះមកបងប្អូនវាមានទំហំធំពេកអញ្ចឹងធំជាងប្រអប់មាត់របស់គាត់ទើបធ្វើឲ្យថ្មិញដែលដុះមកក្រោយហ្នឹងគឺវាត្រូវការទីតាំងដើម្បីដុះចាដូច្នេះហើយបានជាវាអត់មាន space អញ្ចឹងវាត្រូវការដុះចេញមកវាជ្រុះមានលើមានក្រោមអញ្ចឹងវាអត់ស្មើគ្នាទេបងប្អូនតាំងពីជួរលើក៏អញ្ចឹងជួរខាងក្រោមក៏អញ្ចឹងដែរអញ្ចឹងដើម្បីធ្វើឲ្យថ្មិញនឹងស្អាតយើងមានតែទៅពឹងដុកទ័រឲ្យគាត់ជួយសម្រួលនិងជួយកែខៃថាធ្វើយ៉ាងម៉េចឲ្យថ្មិញគាត់ស្អាតល្អការសម្រេចចិត្តរបស់គាត់គឺគ្មានអីក្រៅពីដាក់ដែកទេចាដាក់ដែកពុតថ្មិញនឹងឲ្យស្អាតហើយយើងដកថ្មិញមួយចំនួនចេញដើម្បីឲ្យថ្មិញនឹងកាន់តែស្អាតពីព្រោះថាអញ្ចឹងអត់មាន space ដើម្បីឲ្យថ្មិញនឹងចូលគ្នាបានទេបងប្អូនចានិយាយទៅពេទ្យនៅទីនេះគាត់បានបញ្យល់ណែនាំយើងច្រើនហើយប្រាប់យើងឲ្យដឹងពីមួយដំណាក់កាលនិងអ្វីខ្លះដែលគាត់ត្រូវធ្វើគ្រាន់តែថាខ្ញុំអត់មានចំណេះដឹងខាងហ្នឹងដូច្នេះខ្ញុំស្ដាប់ពេទ្យក៏អត់សូវច្បាស់ទាំងអស់ 100% ដែរហើយអញ្ចឹងខ្ញុំក៏អត់ចេះនិយាយដែរចាអញ្ចឹងរបៀបរបបនៃការនិយាយរបស់ពេទ្យថ្មិញគឺគាត់មានរបៀបនៃការនិយាយគាត់មានរបៀបនៃការបញ្យល់ឲ្យយើងយល់ចាគ្រាន់តែថាខ្ញុំអ្នកដែលយកមកនិយាយបន្តហ្នឹងក៏មិនអាចនិយាយក្បោះក្បាយដូចគាត់ដែរព្រោះខ្ញុំអត់មានចំណេះដឹងខាងហ្នឹងបងប្អូនប៉ុន្តែវីដេអូនេះខ្ញុំធ្វើឡើងព្រោះខ្ញុំចង់ថតទុកជាឯកសារដើម្បីឲ្យដឹងថាតើការពីថ្មិញគាត់ពីកណ្ដោតថ្មិញគាត់ពីធម្មជាតិមកវាមានរូបរាងបែបណាហើយទម្រង់មុខរបស់គាត់បែបណាក្រោយពេលដែលគាត់បានធ្វើការពុតនិងដាក់ដែករួចហើយតើថ្មិញគាត់នឹងទៅជារូបរាងយ៉ាងណាវិញហើយនឹងទម្រង់មុខរបស់គាត់ក៏ប្រែប្រួលយ៉ាងណាដែរអញ្ចឹងយើងទុកជាអនុស្សាវរីយ៍និងទុកជាដូចថាជាឯកសារមើលខ្លួនឯងផ្ទាល់បងប្អូនដើម្បីចង់ដឹងថាការប្រែប្រួលរបស់កូនវាទៅតាមថ្មិញហើយនឹងទម្រង់មុខរបស់គាត់ក៏ប្រែប្រួលទៅតាមថ្មិញហើយនឹងស្នាមញញឹមរបស់គាត់ក៏ប្រែប្រួលទៅតាមនឹងដែរហើយខ្ញុំក៏ចង់ទុកជាអនុស្សាវរីយ៍ឲ្យគាត់មើលពេលដែលគាត់ធំទៅគាត់ឃើញថាអូថ្មិញពីធម្មជាតិរបស់គាត់គឺមានរូបរាងបែបនេះហើយថ្មិញពេលដែលយើងពុតដែកហើយដាក់ដែកហើយមានការប្រែប្រួលខុសត្រូវគ្នាយ៉ាងណាហើយស្អាតជាងមុនកម្រិតណាអញ្ចឹងណាបងប្អូនពីព្រោះធម្មតាថ្មិញកាលណាតាដុសមកអត់ស្មើគ្នាអត់ស្អាតជ្រុះលើក្រមហ្នឹងគឺវាអត់ស្អាតទេចាញញឹមសោចមកក៏វាមើលទៅឃើញឆ្កងថ្មិញអត់ស្អាតដែរប៉ុន្តែនៅពេលដែលយើងដាក់ដែកហើយថ្មិញស្មើស្អាតល្អគឺវាស្អាតបងប្អូនចាហើយពេទ្យគេបានណែនាំយើងច្រើនមែនទែនតាំងពីរបៀបរបបនៃការថែទាំតាំងពីមួយដំណាក់កាលដែលគាត់ត្រូវធ្វើដើម្បីឲ្យយើងយល់ដើម្បីឲ្យយើងដឹងថាតើគាត់ត្រូវធ្វើអ្វីខ្លះចំពោះថ្មិញទាំងអស់នោះហើយគាត់ឲ្យយើងថែទាំយ៉ាងម៉េចឲ្យល្អដើម្បីការពារខ្លាចមានមេរោគខ្លាចមានតកៅស៊ីថ្មិញអីចឹងទៅព្រោះថាក្នុងដំណាក់កាលនៃការដាក់ថ្មិញដែកនីមួយៗគឺមានភាពពិបាកច្រើនហើយពិបាកក្នុងការសម្អាតចាអញ្ចឹងត្រូវការសម្អាតយកចិត្តទុកដាក់មែនតែនដើម្បីឲ្យថ្មិញយើងនៅមានសុខភាពល្អការពារខ្លាចមានបាក់តេរីឆ្លងនៅពេលដែលកំពុងតែដាក់ដែកអញ្ចឹងអាចធ្វើឲ្យថ្មិញយើងខូចទៅតាមនឹងដែរដូច្នេះយើងត្រូវការថែទាំច្រើនមែនតែនតែម្ដង